ប្រទេសថៃពងតែមានការវឹកវរជាខ្លាំងបងប្អូនមិនថាប្រជារាស្ត្រឬក៏ប្រទេសទាំងមូលទេបងប្អូនលើកនេះគឺថៃកាន់តែពិបាកទៅហើយមិនថាប្រទេសកាន់តែចាប់ហើយប្រជាជនកាន់តែយ៉ាឥឡូវនេះគឺថ្មីនេះគឺខាងប្រជាពលរដ្ឋថៃបានផុសសារហើយនឹងចាក់ទឹកដោះគោឆៅចោលជាច្រើនហើយនៅក្នុងនោះគឺបានលើកឡើងការរិះគន់ទៅខាងរាជរដ្ឋាភិបាលហើយនឹងទាហានរបស់ថៃជាច្រើនគណៈធ្វើឲ្យខាងប្រជាពលរដ្ឋអ្នកខាងលក់ដូររបស់ថៃហ្នឹងគឺអាជីវកម្មការលក់ដូរគឺខាតច្រើនខ្លាំងទៀតដូចជាដោះគោឆៅនេះគឺបានប្រកាសថ្មីនេះថាខាតដល់ទៅ 60% ដោយសារมันបានមកនាំមកប្រទេសកម្ពុជាយើងបងប្អូនគឺពិតជាច្រើនខ្លាំងតែនខាត 60% សល់ចាក់ចោលពេញទឹកពេញដីហើយគណៈថ្មីនេះនាប្រទេសថៃពងតែមានការស្រុតដីនៅនាទីក្រុងបាងកកទុកគាត់កម្មហើយបងប្អូនលើកនេះប្រទេសថៃគឺបាបកម្មច្រើនខ្លាំងតែនណាគឺច្រើនគឺគណៈជាពលរដ្ឋរាស្ត្រថៃពងតែមិនពេញចិត្តនឹងអ្នកសារព័ត៌មានរបស់ថៃដែលព័ត៌មានเพจធំឆានីធំគឺអត់ចុះផ្សាយពីខាងអាជីវកម្មរបស់ខ្លួនទេចុះផ្សាយតែរឿងអត់ប្រយោជន៍ចាក់រូបជឿស្គីលនាប្រទេសខ្មែរគឺខាងប្រជាជនពលរដ្ឋថៃគឺមិនពេញចិត្តនឹងខាងអ្នកសារព័ត៌មានថៃដែលចុះផ្សាយតែរឿងអត់ប្រយោជន៍មិនចុះផ្សាយរឿងក្នុងប្រទេសដែលខាងប្រជាពលរដ្ឋពងតែរងទុក្ខកម្មជាខ្លាំងហើយគណៈថ្មីនេះផ្ទុះការរិះគន់ច្រើនហើយនាប្រទេសថៃបច្ចុប្បន្ននេះបងប្អូនដឹងហើយគឺអ្នកសារព័ត៌មានរបស់ថៃគឺមិនដែលចុះផ្សាយពីការទុក្ខលំបាករបស់ប្រជាពលរដ្ឋទេភាគច្រើនគឺចុះផ្សាយតែរឿងទាហានរឿងអីនោះបងប្អូនហើយក៏ផ្ទុះការរិះគន់ទៅលើរាជរដ្ឋាភិបាលច្រើនហើយគណៈថ្មីគឺឡើងនាយករដ្ឋមន្ត្រីមកថ្មីទៀតកាន់តែចាប់ជាងមុនទៀតនាប្រទេសថៃបច្ចុប្បន្ននេះគឺចាប់ជើងទៅយ៉ាប់យឺនទៅបងប្អូនគឺក្រោយបិទព្រំដែននេះគឺកាន់តែចាប់ទៅហើយគណៈថ្មីនេះគឺខាងថៃគេបានប្រកាសហើយគេថាមិនបើកព្រំដែនវិញរៀងរហូតហើយខាងរាជរដ្ឋាភិបាលខ្មែរយើងក៏បានប្រកាសដែរបងប្អូនថាបើបានបិទរហូតកាន់តែល្អព្រោះខាងខ្មែរយើងគឺមិនមែនការរស់ពឹងលើថៃរហូតឯណាបងប្អូនគឺមានជារបស់ខ្លួនដែរបច្ចុប្បន្ននេះព្រោះខាងថៃគេចោទថាខាងខ្មែរយើងបើគ្មានគេគឺអាចនឹងស្លាប់មួយប្រទេសអញ្ចឹងទៅប៉ុន្តែតាមពិតគឺត្រូវខាងថៃវិញទេបងប្អូនព្រោះខាងថៃជាអ្នកយកទំនិញមកប្រទេសកម្ពុជាយើងក៏ឡងមកច្រើនសឹងថាហាក់ 90-80% បងប្អូនដឹកនាំចូលមកច្រើនខ្លាំងតែទីផ្សារលើលក់នៅលើទីផ្សារវិញគឺសិតតែរបស់ថៃច្រើនហើយគណៈថ្មីនេះគឺនាប្រទេសថៃស្រុតដីនៅនាក្រុងបាងកកនេះគឺប្រជាពលរដ្ឋខាងថៃនឹងឃើញចុះយកទៅចុះផ្សាយเพจនឹង TikTok ធំរបស់ថៃគឺបានគេចុះផ្សាយថាមានដូចជានេះផុសចេញមកអញ្ចឹងណាបងប្អូនហើយអ្នកខ្លះក៏ទៅអុជធូបសុំបនស្រន់កុំឲ្យមានការបាក់ស្រុតបន្ថែមទៀតអីចឹងទៅហើយអ្នកខ្លះថាបនស្រន់នេះចេញមកណាពេញហ្នឹងគឺភាគច្រើនប្រទេសថៃគឺកាន់តែចាប់ហើយបងប្អូនគឺកាន់តែចាប់ខ្លាំងតែនប្រទេសថៃបច្ចុប្បន្ននេះហើយខាងថៃបច្ចុប្បន្ននេះគាត់ថាការផ្សព្វផ្សាយព័ត៌មានរបស់ថៃគឺផ្សព្វផ្សាយទៅឲ្យពិភពលោកឃើញគឺធ្វើដូចធម្មតាអញ្ចឹងបងប្អូនប៉ុន្តែការពិតគឺប្រជាពលរដ្ឋរៀងរងទុក្ខវេទនាជាងខ្មែរយើងទៀតបងប្អូនគឺប្រជាពលរដ្ឋខ្មែរយើងគឺរៀងរងទុក្ខគឺដោយសារតែប្រជាពលរដ្ឋដែលគាត់រស់នៅតាមទីដែនដែលខាងថៃផ្អើលឲ្យគាត់រត់ចេញមកចលៀសខ្លួនមកនៅកន្លែងទីទួលសុវត្ថិភាពនេះព្រោះថាប្រជាពលរដ្ឋនៅក្នុងស្រុកគឺមិនសូវមានបញ្ហាទេបងប្អូនសុខសាន្តជាងថៃបងប្អូនថៃដែរបងប្អូនពិបាកទៅហូរយំពេញហ្នឹងការលក់ដូរគឺស្ងាត់ព្រោះអីប្រជាពលរដ្ឋពលករខ្មែរដែលនៅប្រទេសថៃគឺមកប្រទេសកម្ពុជាយើងអស់ហើយមិនមានតែព័ត៌មានប៉ុណ្ណេះចែកជូនប្រិយជាមួយបងប្អូនផ្លិចចុច Subscribe អ្នកមួយផងចាក់ដឹងនៅព័ត៌មានថ្មីពី Channel ក្លាប់ដេតគុណខ្មែរចែកជូនបងប្អូនទស្សនាជារៀងរាល់ថ្ងៃ